តងនឹងរឿងពលរដ្ឋជំរុញឲ្យចាត់ការពេទ្យសង្គ្រោះបន្ទាន់ដែលបន្លំបៀតបៀនគឺកំពុងសង្គ្រោះបន្ទាន់អើយខ្ញុំឃើញរូបភាពវីដេអូហ្នឹងខ្ញុំដូចជាឈឺចាប់ជំនួសបងប្អូនខ្មែរយើងចុះហេតុអីបានជាពេទ្យយើងអីហ្នឹងក៏សិលធម៌ទាបម្លេះលោកគ្នាអ្នកជំងឺកំពុងតែសង្គ្រោះបន្ទាន់ហើយយើងជាមន្ត្រីពេទ្យនៅលើឡានពេទ្យយកដៃទៅសកត់ទាំងគឺច្បាច់ដូចថាអសិលធម៌មែនតែនហើយគេថតមើលហ្នឹងក៏មានអ្នកថតទេបើសិនជាកុំថតបានពេទ្យនេះគឺប្រព្រឹត្តអំពើពាលានេះគឺបានយ៉ាងរួចខ្លួនតែម្ដងអរគុណអ្នកដែលគេវីដេអូហ្នឹងបានពីសង្គ្រោះបន្ទាន់ហ្នឹងតាមពិតទង្វើនេះគឺជាដ៏មហាថោកទាបមែនតើយើងជាពេទ្យយើងមានវិជ្ជាជីវៈយើងមិនអាចឆ្លៀតឱកាសធ្វើអីផ្ដេសផ្ដាស់ដែលប្រព្រឹត្តនឹងហើយយើងចង់ជួយរីរងគ្រោះល្អហើយសង្កត់ដើមទ្រូងដើម្បីឲ្យមនុស្សនឹងហើយវាសំខាន់គឺអ្នកជំងឺនឹងវាមិនត្រូវការសង្គ្រោះសង្កត់អាបេះដូងឬក៏ដើមទ្រូងនឹងដើម្បីដកដង្ហើមព្រោះគ្នាកំពុងតែស្រែកកោកនៅហ្នឹងឲ្យជួយដៃកាន់អីនៅហ្នឹងគាត់ទៅទៅសង្គ្រោះបន្ទាន់គ្នាអាចស្លាប់គ្នាអីប៉ុន្តែយើងហ្នឹងគឺបន្លំច្បាច់សដន់គ្នាអីចឹងដូចជាអាក្រក់មើលមែនតើហ្មងរបៀបគេធ្វើចលនាបេះដូងគេមកសកត់នៅខាងដោះមកចំហៀងអញ្ចឹងហើយច្បាច់យកអញ្ចឹងអត់មានខួរក្បាលគិតសោះតែម្ដងអើយអ្នកទាំងអស់នេះកុំថាឡើយជាប់គុកបើខ្ញុំធ្វើជាអ្នកដែលកាន់ការនៅប្រទេសខ្ញុំព្យួរកឲ្យមើលហ្មងខ្ញុំសុំទោសមុនអារ៉េតស្លូតទេប៉ុន្តែដល់ពេលចឹងអីកាចហ្មងព្យួរកឲ្យប្រជាប្រដ្ឋមើលមកឲ្យឃើញថាអ្នកឯងកុំធ្វើប្រទេសប្រដាអញ្ចឹងទៀតអ្នកដទៃទៀតកុំយកគំរូតាមរឿងដែលកើតឡើងនេះគឺកើតឡើងនៅថ្ងៃហ្នឹងហើយចាំមើលខ្ញុំនិយាយឃើញសារព័ត៌មានក្នុងស្រុកនិយាយទៅហ្នឹងគឺជាវិធីសង្គ្រោះបន្ទាន់យកដៃទាំងពីរយកមកច្បាច់ទៅលើសដន់គេអញ្ចឹងច្បាច់ធ្វើស្រាលធ្វើដូចឲ្យយើងបៀតបៀនគេភេទអញ្ចឹងអីអីក៏ហួសហេតុមកម្លេះធ្វើឲ្យគេហ្នឹងបាយត្រឡោកឲ្យខ្លួនឯងមានវិជ្ជាជីវៈពេទ្យហ្នឹងធ្វើអញ្ចឹងមែនតើគេដាក់ថាករណីនេះគឺឃើញចែករំលែកតាមបណ្ដាញសង្គមមើលឃើញខ្ញុំស្រក់ទឹកភ្នែកតែម្ដងគឺគ្រូពេទ្យនេះគឺបើតាមដឹងឈ្មោះគុណផលីជាប្រធានមណ្ឌលសុខភាពសិទ្ធិត្បូរនៅភូមិកំពង់ព្រីងសង្កាត់សិទ្ធិត្បូរក្រុងតាខ្មៅខេត្តកណ្ដាលទៀតអូយសូមបន់ស្រន់ឲ្យអារឿងប្រធានសិទ្ធិត្បូរនេះមណ្ឌលសុខភាពនេះដែលយើងឲ្យជាប្រុសជាអីនេះអើយយ៉ាប់មែនតើសូមឲ្យអាជ្ញាធរចាត់ការរឿងហ្នឹងទៅហើយតិចទៀតគេឡើងមកហើយគេបកស្រាយហើយគេថាអាហ្នឹងគេបន្ទាន់យើងអត់មានទៅជួយអាណិតពេទ្យដែលគេយកពេលវេលាទាំងយប់ទាំងអីទៅខំជួយសង្គ្រោះជីវិតមនុស្សបែរទៅជាមកយកឱកាសហ្នឹងវាយប្រហារគាត់អីចឹងប៉ុន្តែទៅសួរសាធារណជន100%គេមើលវីដេអូហ្នឹងហើយនរណាក៏គេច្អល់មុខពេទ្យដែរគេមិនដែលគិតថាយើងជួយសង្គ្រោះបន្ទាន់ឲ្យបន្លំចឹងទេហើយបើបងប្អូនមើលក្រមព្រហ្មទណ្ឌឆ្នាំ2009មាត្រា246និយាយអំពីការប្រទុះគេភេទគេខ្មាស់អានឡើងវិញច្បាប់សិទ្ធិមានមាត្រាហ្នឹងគឺគេមានស្ថានទម្ងន់កាន់គ្រប់អំពើដែលប៉ះពាល់ស្ទាបអង្អែលគេភេទឬផ្នែកនៃភេទតែបុគ្គលនេះមិនស្ម័គ្រចិត្តបានន័យថាយើងចិត្តតែប៉ះស្រាចិត្តគេមិនមានការស្ម័គ្រចិត្តឬក៏បន្លំបុគ្គលដទៃទៀតឲ្យប្រព្រឹត្តអំពើបែបនេះមកលើឬក៏បង្ខំមិនបន្លំឲ្យបុគ្គលនឹងប្រព្រឹត្តអំពើបែបនេះមកលើខ្លួនឬក៏រំជួលឬក៏រីករាយដល់បងផ្លូវភេទរបស់ជនល្មើសគឺជាអំពើប្រទុះគេភេទអំពើនេះគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំពីនៃជាប្រាក់2លានរៀលទៅ6លានរៀលកុំដាក់ប៉ុណ្ណឹងអីហើយបើជាប់ទោសហ្នឹងគឺព្យួរកតែម្ដងទៅខ្ញុំស្លេះប៉ុណ្ណឹងខ្ញុំវាធម្មចិត្តនឹងអំពើអសិលធម៌អគុណធម៌ចុះហេតុអីក៏សិលធម៌ខ្មែរយើងក៏ទៀបម្លេះខ្ញុំពងតែឆ្ងល់បើថាជេរបតិចគ្នាហ្នឹងគឺដូចថាយើងទៅរៀនធម្មតាដូចថាបាយហូបរាល់ថ្ងៃចឹងហ្មងអត់មានចេះអៀនខ្មាស់ទេពួកអ្នកអូបាតផ្សារអ្នកខ្លះមកคลายទៅជាអ្នកសារព័ត៌មានអីសុទ្ធតែអ្នករាយការណ៍អំពីជននេះមន្ត្រីនេះប្រព្រឹត្តអំពើនេះប៉ុន្តែនិយាយពីបាតផ្សារអូហ្នឹងរបៀបដោះស្រាយបញ្ហាស្រុកទេគេយកពួកក្រុមអំអូបាតផ្សារជេរបតិចគ្នាហែកហួរគ្នាដូចស្រាតសពុតចឹងហើយយកមកចាត់ការដោះស្រាយ
អូននឹងគេរបៀបដោះស្រាយស្រុកយើងគេធ្វើអញ្ចឹងខ្ញុំអត់ដឹងខ្ញុំមកនៅស្រុកនេះ10ឆ្នាំជាងហើយខ្ញុំអត់ដែលឃើញគេធ្វើផ្ដេសផ្ដាស់ដូចស្រុកខ្មែរអញ្ចឹងខ្ញុំធ្លាប់គិតថា20 30 40ឆ្នាំមកយើងគួរតែប្រសើរឥឡូវយើងធ្លាក់នៅរស់អវជ័យហ្មងហើយទៅតាមគ្នាទៅគាំទ្រអាបកុលពីលបាតផ្សារហ្នឹងទៅឡើងទៅស្ដីឲ្យមន្ត្រីណាហ្នឹងគេយកបកអាក្រាតហ្នឹងគេចាប់ដោះស្រាយទីគឺរបៀបគោះយកលុយរបៀបនេះគឺថោកទាបបំផុតទី1គឺគោះគេយកលុយទី2អត់ដោះស្រាយបញ្ហាទេគឺយើងធ្វើឲ្យអសិលធម៌នៅក្នុងសង្គមធ្វើឲ្យមានគំនុំគុំគួនហើយអាងខ្សែអាងខ្នងអាងរបៀបដោះ MMO ណាមួយមកនិយាយផ្សាយបកអាក្រាតអ្នកណាមួយឲ្យជេរបចោគ្នាគម្រាមគ្នាចោះឡើងហើយស្រាប់តែចាត់ការបើត្រូវគ្នាស្ងាត់បាត់អស់ដោយរឿងប៉ូលីសនៅ PM នៅស្រុកណានោះស្ងាត់បាត់ឈឹងហើយបើអត់ត្រូវគ្នាទៅនៅឆ្លោះគ្នានឹងគោះលុយគោះអីចោះឡើងអូនឹងជារបៀបដោះស្រាយហើយយើងមើលអត់ឃើញអញ្ចឹងហើយនៅគ្រប់ត្រទៀតសុទ្ធតែវីរៈបរោះអ្នកព័ត៌មានបាតផ្សារបរោះខ្មែរយើងហេតុអីបានជាយើងយល់លិមួកថាផ្កាបន្លាស្បៃបែបនេះអត់យល់ទេសូមឲ្យបងប្អូននៅដោះស្រាយមើលរឿងនឹងឡើងវិញបងប្អូនកុំទៅតាមគ្នាណាអឺតកតងនឹងរឿង3ធនាគារទៀតហើយបិទទ្វារត្រូវបានធនាគារជាតិបិទទ្វារបិទអស់ហើយអត់នៅទេជាធនាគារពាណិជ្ជកម្ពុជាប្រកាសសេចក្តីថ្លែងការណ៍របស់គាត់ថ្ងៃ3សីហានេះគឺមានទី1ធនាគារ CCU ទី2គឺធនាគារ Heng Feng ហេងស្អីគេទេអានដាច់ទេសើឈ្មោះចិននិងធនាគារ X ធនាគារទាំង3នេះត្រូវបានធនាគារកណ្ដាលគឺធនាគារធនដាក់ឲ្យជំរះបញ្ជីបានន័យថាខ្សែធនហើយដូច្នេះអតិថិជននឹងមានវាសនាមិនខុសពីធនាគារ Hoi One Pay ហើយនឹងធនាគារ APD និងធនាគារមួយទៀតដែល Prince អីណានោះអស់ប៉ុន្មានហើយបងប្អូន3ទៀត6ដែលទេនៅក្នុងរយៈពេលមិនដល់1ឆ្នាំផងគេបិទធនាគារនៅអស់6រឿងនេះគឺជារឿងវិបត្តិធ្ងន់ណាស់តកតនៅវិស័យហិរញ្ញវត្ថុនៅកម្ពុជាវិស័យនៃសេចក្តីទុកចិត្តទៅលើប្រព័ន្ធហិរញ្ញវត្ថុហើយជនរងគ្រោះនិងរងគ្រោះខ្លោចផ្សាហើយមិនដឹងថាធនាគារកណ្ដាលនេះនឹងមានលុយមកពីណាដើម្បីនឹងជួយព្រោះអីធនាគារ Prince នោះជួយគ្នាអត់បានឲ្យ One Pay ហ្នឹងក៏ឃើញថាបាតកម្មនៅមុខទូតចិនហ្នឹងគឺចាប់អ្នកនេះឲ្យវាយបែកក្បាលបែកក្បូងទៀតគ្នាជាជនរងគ្រោះនៃអង្គើដាក់លុយអត់បានលុយអស់លុយហើយទៅតវ៉ាត្រូវគេវាយបែកក្បាលទៀតអាសន្តិសុខយើងនឹងវាយគេបែកក្បាលទៀតហើយឥឡូវបិទអស់នេះបិទ3ទៀតតើយ៉ាងម៉េចទៅវិញរឿងនេះបងប្អូនខ្ញុំអាសូរបងប្អូនយើងដែរតែយើងវាមិនដឹងមិនទេឥឡូវរឿងវាទឹកបាក់ទំនប់អញ្ចឹងណាជូនពរឲ្យរឿងនេះដោះស្រាយបានឆាប់ទៅឲ្យបងប្អូនទាំងអស់គ្នាលោកបានជាពិសេសជនរងគ្រោះជាអតិថិជននៅធនាគារនេះគ្នាបានលុយបានអីកំពុងចាក់ពាក់មីក្រូហិរញ្ញវត្ថុអីផ្សេងទៀតគ្នារកដោយញើសឈាមភាកច្រើនហើយតែចង់ទៅក៏ក្តៅកាហាយខ្លោចផ្សាហើយវាជារូបភាពអាក្រក់ណាស់ពិភពលោកនឹងមើលមកកម្ពុជាថាស្ថានភាពហិរញ្ញវត្ថុយើងក៏លំបាកអញ្ចឹងអាវិនិយោគទុនវិនិយោគកិនអីហ្នឹងក៏គ្នាខ្លាចល្អអត់ទៅខ្មែរវាប៉ះពាល់ដល់សេដ្ឋកិច្ចដល់ជីវភាពរស់នៅប្រជាពលរដ្ឋរឿងទាំងអស់នេះបើតាមខ្ញុំមើលខ្ញុំមិនទាន់ហ៊ានចោតប្រកាន់ទេរឿងទាំងអស់នេះភាគច្រើនជាផលវិបាកនៃរបៀបដឹកនាំរដ្ឋយើងដែលបណ្ដោយឲ្យអាមុខរបរឆបោកអនឡាញនេះវាក៏ក្រើករលួយដល់ជំងឺមហារីកឥឡូវនេះដល់ពេលដុតទៅតាយកទៅប្រឆាយនេះកាលព្យាបាលតិចយើងអត់ព្យាបាលទេវាយថ្នាំអីពីដំណាក់កាលដំបូងគេឲ្យហូបតមគេឲ្យហាត់ប្រាណឲ្យកុំទទួលទានសូរ៉ាអីយើងអត់ទេយើងផឹកហើយមួយថ្ងៃលិចថ្លើមគឺយើងមិនជឿថាវានឹងមានរឿងហ្នឹងកើតឡើងព្រោះអីវាសុបាយដល់ពេលឥឡូវរឿងហ្នឹងកើតឡើងគឺយើងកើតជាជំងឺមហារីកក៏យើងកាត់ជាងអីទៅយើងមានតែអីដោះស្រាយរួចបងប្អូនបើមិនស្លាប់គឺមានតែមរណានឹងឯងនេះគឺដោយសារអីដោយសារតែយើងធ្វើឲ្យប្រព័ន្ធដឹកនាំរដ្ឋយើងវាដល់ដំណាក់កាលចុងក្រោយហើយអានេះដោយសារអីបងប្អូនដោយសារតែអត់មានវត្តមានគណៈបកប្រឆាំងយើងថាគណៈបកប្រឆាំងចង្រៃប៉ុន្តែចង្រៃយ៉ាងណាក៏មិនចង្រៃដល់ថ្នាក់ដោយលលាយខ្សលចឹងដែរនៅទប់គ្នាទៅមានបាតកម្មអីរំខានរៅឆានអីការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុន្តែវាមិនដល់ដេកស្ដោកស្ដឹងដោយឥឡូវហ្នឹងបងប្អូនធ្វើដំណើរបានណាមិនស្ទះចរាចរណ៍នឹងការធ្វើបាតកម្មទេប៉ុន្តែធ្វើដំណើរទៅណាទៅជិះ
ម៉ូតូឡានទម្លាក់ពីលើស្ពានដើម្បីសម្លាប់ខ្លួនឬក៏យ៉ាងម៉េចព្រោះអត់មានទិសដៅដែលត្រូវទៅទេស្អីក៏ទៅជីវភាពក៏កាំងការងាររកទទួលទានក៏រកមិនបានភ្ញៀវអន្តរជាតិក៏ធ្លាក់ចុះ 50% សេដ្ឋកិច្ចក៏ថយ 50% ការងារក៏អត់មានធ្វើចម្ពាក់បំណុលធនាគារអ្នកណាសងឥឡូវបើកឡានទៅណាឥឡូវធ្វើដំណើរទៅណាអត់ស្ទះទេអត់មានបាតកម្មទេប៉ុន្តែឥឡូវធ្វើទៅណាវាអត់មានជំរឿសអញ្ចឹងណាបងប្អូនអញ្ចឹងបានថាខ្ញុំនៅតែលើកទឹកចិត្តថាអាទាំងអស់នេះបើកម្ពុជាស្ដារឲ្យលឿនហើយស្ដារដោយឆន្ទៈនយោបាយប្រហែលជាមិនអីទេប៉ុន្តែខ្ញុំនិយាយថានេះជាព្យាសនកម្មផលវិបាកពីមុនមកអញ្ចឹងអាអំពើឆបោកអនឡាញហ្នឹងវាคล้ายទៅជាឧបករណ៍លាងលុយព្រោះពួកអ្នកឆបោកអនឡាញលុយច្រើនពាន់លានដុល្លារលួចលោកចិនស៊ីមិនអាចយកទៅដាក់ក្នុងប្រព័ន្ធណាមួយបានបើមិនលាងលុយទេអញ្ចឹងដើម្បីលាងលុយធ្វើអីបងប្អូនបើកធនាគារដើម្បីឲ្យមានប្រភពចំណូលទិញអចលនទ្រព្យដើម្បីឲ្យយកលុយហ្នឹងលាងចឹកខ្ញុំបានបញ្យល់ហើយតាដើម្បីលាងលុយគេទិញភ្នំមួយចាទិញ5លានដុល្លារយក5លានដុល្លារទៅទិញភ្នំពីលុយឆបោកឧទាហរណ៍ភ្នំហ្នឹងលក់បាន10លានដុល្លារឃើញទេអាលុយឆបោក5លានដុល្លារស្អាតចេះលុយ5លានដុល្លារទៀតចំណេញពីលក់ភ្នំទៅជាទ្រព្យសកម្មគឺទៅជាទ្រព្យស្របច្បាប់ទៀតហើយយូរលក់ដូរចឹងទៅអចលនទ្រព្យបុរីស្អីនឹងលាក់សង់អាគារនេះសង់អាគារនោះអត់មានបានចំណូលអីទេចេះតែយកពីលុយដើម្បីឲ្យមានខ្ទង់ចូលមកចឹងคล้ายទៅជាលុយស្របច្បាប់អស់ដល់ពេលស្របច្បាប់ចុះឡើងវាមានទៅឯណាបើគេរកឃើញថាវាមានអំពើឆបោកខ្សែធនគេបង្កក់លុយគេបង្កក់អីបិទអស់ចុះឡើងធនាគារបើគេបិទលុយគេបង្កក់លុយគឺកាំងហើយវាមានលុយឯណាចរន្តខ្ញុំមិនចោទធនាគារទាំងអស់នេះថាជាធនាគារដែលតាក់ទងនឹងឆបោកអនឡាញក៏ប៉ុន្តែវាអាចជាផលវាមិនដែលមកសុកបិទធនាគារអស់6ទេបងប្អូនអស់5ហើយធនាគារ ADP អត់ទាន់បិទទេគ្រាន់តែថារដ្ឋបិទការដែលដកលុយគេដកលុយឲ្យដកបានតែ 20000 ហើយតើធនាគារហៅឈ្មោះមកដកអាហ្នឹងគឺទៅរកការបិទទេបងប្អូនគេមិនដែលអតិថិជនដាក់លុយនៅធនាគារតើចង់ដកលុយតើចាំឲ្យណែឯងទេមកហៅដល់វេនអញ្ចឹងបើចង់យកលុយមកសង្គ្រោះបន្ទាន់ឯងដាច់ខ្យល់ងាប់ឲ្យចាំធនាគារឲ្យទេមកសួរថាដល់ថ្ងៃទៅដកលុយនៅអាហ្នឹងខ្សែធនហើយគាត់ថាគេវាមិនទាន់ដាច់ខ្យល់ផឹងនៅប្រកាច់តែប៉ុណ្្នឹងឯងបងប្អូនហើយប្រកាច់អស់6ហើយតើវាយ៉ាងម៉េចទៅវិញហើយខ្ញុំនិយាយទៅថាអញ្ចឹងបានថារឿងទាំងអស់នេះវាមិនមែនរឿងឯងទេបងប្អូនវាកើតឡើងដោយវាមានហេតុពីដើមមកគឺយើងអត់ចាត់ការអត់ដោះស្រាយប្រជាពលរដ្ឋស្រែកយ៉ាងម៉េចក៏មិនស្ដាប់ហើយដល់ពេលអត់មានតំបៈប្រឆាំងដើម្បីជួយផ្ទៀងផ្ទាត់ជួយហៅមន្ត្រីធនាគារអីមកបំភ្លឺអីទៀតអាចជ័យធ្លាក់ទឹកឲ្យពួកអស់នេះធ្វើបានស្រេចចិត្តដល់ចុងក្រោយឃើញទេសូម្បីតែខ្លួនឯងដែលជាអ្នកដែលពេញចិត្តនឹងអំពើពីលានហ្នឹងជាជនរងគ្រោះម្ចាស់ធនាគារក៏ជាជនរងគ្រោះអតិថិជនក៏ជាជនរងគ្រោះអ្នកទាំងអស់នឹងខ្លាយទៅជាជនរងគ្រោះគ្រាន់តែមិនទាន់ដល់វេននេះប្រសិទ្ធបដិទ្ធកែមលៃទេមិនមែនខ្ញុំអ្នកនិយាយទេនេះដោយសារអីដោយសារអំពើអយុត្តិធម៌សង្គមវារឹតរួតច្រើនពេកហើយយើងអាចជ័យធ្លាក់ទឹកហើយឲ្យតែស្កនាំគ្នាបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាកាន់អំណាចតរៀងទៅទៀតបាទឥឡូវព័ត៌មានបញ្ចប់បងប្អូនដោយសារខ្ញុំដល់ម៉ោងប្រជុំគឺអ៊ីរ៉ង់ទាត់ចោលព័ត៌មានដែលមានថាមានការចរចាជាមួយអាអត់មានទេការចរចាកុំទៅជឿលោកត្រាំតែឥឡូវផ្អាកបាញ់សិនដោយសារតែមានការចរចាណែឃើញទេប្រុសប្រកាន់ស្រីប្រកែកលោកត្រាំក៏ថាផ្អាកតែលោកត្រាំហ្នឹងក៏ចម្លែកដែរបើថាវាយទៅចាអាមេរិកថាវាយទៅអ៊ីរ៉ង់ហ្នឹងគ្នាខ្លាចអញ្ចឹងបានចូលមកចរចាអ៊ីរ៉ង់ថាអត់មានខ្លាចអីផងវាយអីវាយទៅនៅតែចាំតែត្រៀមទប់អញ្ចឹងទៅហើយបើខាងនេះអស់ខ្យល់ខ្លួនឯងសម្រាប់សិនអាមេរិកអស់ខ្យល់ខ្លួនឯងត្រង់រឿងចេះទេមានសម្ពាធពីសភាពីតំណាងរាស្ត្រពីប្រជាពលរដ្ឋហ្នឹងថាឲ្យសង្គ្រាមហ្នឹងវាខុសច្បាប់អីអញ្ចឹងទៅឲ្យដកអីអញ្ចឹងទៅគ្នារៀងពិបាកដែរដល់អញ្ចឹងទៅសម្រាប់បន្តិចសិនទៅហើយទៅយល់លេះថាអ៊ីរ៉ង់ព្រមចរចាហើយអ៊ីរ៉ង់គេថាអត់ផងរដ្ឋមន្ត្រីការបរទេសថាអត់មានការចរចាទៀតហើយជួលច្បល់អីហើយបានជាថៃម្ដងនេះដើរតួធ្វើដូចកម្ពុជាម៉េះយើងធ្លាប់តែឃើញតែកម្ពុជាតើដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបណាក៏ដោយមួយណាក៏ដោយក៏មិនដែលរាយការណ៍ត្រូវពីព្រឹត្តិការណ៍ស្រុកខ្មែរសូម្បីតែមួយដងអត់ដែលសរសើរអត់ដែលផ្សាយអត់ដែលយកចិត្តទុកដាក់ហើយដូចលើកនេះផងលើកនេះគឺកម្ពុជាស្វាគមន៍លោក Thomas Andrews យ៉ាងកក់ក្ដៅ
ទាំងនាយករដ្ឋមន្ត្រីទាំងប្រធានព្រឹទ្ធសភានិយាយទៅគឺឱកាសដែលអ្នករាយការណ៍ពិសេសទៅស្រុកខ្មែរនេះគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃប្រវត្តិនៃអ្នករាយការណ៍ពិសេសទៅកាន់ប្រទេសកម្ពុជាដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅបងប្អូនចម្លែកមែនតើទេដែលថាចុះពីមុន Yasgai សូរិយាស៊ូប៊ីឌីបើសូរិយាស៊ូប៊ីឌីលោក Yasgai នេះត្រូវបានមន្ត្រីរដ្ឋាភិបាលចោទប្រកាន់ថាសុទ្ធតែជាអ្នកទេសចរពួកដែលមកសំពាយមកគ្រាន់តែបានមកលេងសប្បាយនៅស្រុកខ្មែរយកលុយហើយប្រាក់ខែឲ្យមករីការលំអៀងកាន់ជើងបពប្រឆាំងអាហ្នឹងរឿងលោកយ៉ាស្កាយលោកសូរិយាស៊ូពេឌីមិនមែនត្រឹមតែរដ្ឋាភិបាលមិនគ្រប់គ្រងទេណាគឺឲ្យនិស្សិតមកក្រុមនៅសាកលវិទ្យាល័យមួយឯកជននោះឡើងទៅប្រលះលោកសូរិយាស៊ូពេឌីទៅចោតប្រកាន់អ្នករាយការណ៍ពិសេសហ្នឹងទៅដៀលថ្មាស់តេះដៀលគាត់ថាស្អីណាជាប្រជាជនមានសញ្ជាតិនេប៉ាល់សោះណែឯងមិនទៅមើលស្រុកនេប៉ាល់ណែឯងនោះបញ្ហាសិទ្ធិមនុស្សដោះស្រាយខ្លួនឯងនឹងឲ្យសកាមិនព្រមដោះស្រាយឲ្យស្រួលបួលទេមកររឿងមើលសិទ្ធិមនុស្សនៅស្រុកខ្មែរធ្វើឲ្យនិស្សិតបញ្ញវន្តខ្មែរហ្នឹងគឺថាខួរក្បាលយើងត្រូវគេមើលងាយដោយមិនដឹងក្បាលដឹងកតុយអីដោយសារតែយើងគ្រប់គ្រងរដ្ឋាភិបាលផ្កាប់មុខឲ្យខ្លាយជាឧបករណ៍នយោបាយរបស់គេទៅស្ដីឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិគេមករករឿងដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅស្រុកខ្មែរអាខ្លួនឯងហ្នឹងត្រូវគេបំពេញតែដោយសារតែយើងគ្រប់គ្រងគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលហ្នឹងទៅនាំគ្នាទៅស្ដីឲ្យថាឲ្យលោកសូរិយាស៊ូបឌីផ្អើលពេញពិភពលោកហើយលោកសូរិយាស៊ូបឌីនឹង very polite គឺសគត់សគមរំទុំ professional មានវិជ្ជាជីវៈថ្លៃថ្នូរឲ្យគាត់បដៅក្មេងទាំងអស់នោះរហូតដល់សារហ្នឹងរហូតដល់មកដល់ឥឡូវទៀតតើគាត់បានណែនាំថាអ្នកនឹងដឹងខ្លួនថាពេលណាមួយអ្នកនឹងខ្លាយទៅជាជនរងគ្រោះឬក៏អាចថារឿងដែលគាត់ធ្វើនេះគឺដើម្បីប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាទេហើយកុំទៅចោទគាត់ថាជាជននេប៉ាល់ហេតុអីមិនមើលនេប៉ាល់គាត់ជាជនជាតិនេប៉ាល់មែនក៏ប៉ុន្តែគាត់ជាប់អាណត្តិជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបើគាត់ជាប់ទៅជាអ្នករាយការណ៍ពិសេសប្រចាំនៅប្រទេសនេប៉ាល់គាត់ច្បាស់ជាធ្វើឲ្យនេប៉ាល់ហើយយើងនឹងក៏និស្សិតបញ្ញវន្តយើងនឹងក៏អូយខ្ញុំកាលនឹងខ្ញុំយំក្នុងចិត្តបងប្អូនស្ដាយយុវជនយើង7ក្បាលដូចវល់ដូចកទេសឡង់ដោយសារតែពីយូអើយហើយរឿងលោកសូរិយាស៊ុបឌីហ្នឹងពេតហ្នឹងក៏អញ្ចឹងដែរការពិតដល់តែពេលលោកវិទិតមន្តភ័ណ្ឌររឿងអ្នករាយការណ៍ពិសេសនេះថាលំអៀងទៀតដោយសារអីជនជាតិថៃដល់ទៅពេលរឿងព្រំដែនខ្មែរថៃលោកវិទិតមន្តភ័ណ្ឌនេះមិនបានរាយការណ៍អីច្រើនក៏លាចេញពីតំណែងទៅកុំឲ្យរងសម្ពាធតាក់តងនឹងរឿងថាគាត់ជាថៃហើយច្រើនពីព្រំដែនអីចឹងទៅក៏ចេញលោក Thomas Andrews នេះមកដែលជាជនជាតិអាមេរិកជាអតីតអ្នកតំណាងរាស្ត្រជាអ្នកដែលធ្លាប់ធ្វើកិច្ចការបោះឆ្នោតចុះទៅខ្មែរទទួលដៃ10ខ្ញុំសប្បាយចិត្តមែនតើនិយាយឲ្យស្មោះក្នុងនាមជាប្រជាពលរដ្ឋខ្មែរខ្ញុំសប្បាយចិត្តហើយក៏ខ្ញុំកោតសរសើររដ្ឋាភិបាលកម្ពុជាដែរកោតសរសើរថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាដែលពេលនេះខុសពីពេលណាទាំងអស់ស្រាប់តែបើកទ្វារទទួលស្វាគមន៍លោក Thomas Andrews យ៉ាងកក់ក្ដៅដែលធ្វើឲ្យខ្ញុំមានមោទនភាពជាខ្មែរថាយើងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិគេទៅជួយយើងទៅតើក៏ប៉ុន្តែរាល់ដងហ្នឹងយើងមិនស្វាគមន៍គេដោយសារអីសម្រាមយើងវាច្រើនពេកដល់តែពេលគេចោះទៅនិយាយពីសម្រាមផ្ទះយើងរករឿងគេមកជួយបោសសម្រាមយើងមកទាញអំបោសឲ្យទាត់3ជើងធាក់4ទាត់3ជើងដាល់4 5ដៃទៀតប្រាប់ថាអត់មានមកញ៉ែញ៉ៃទេសម្រាមនេះទុកនៅឲ្យស្អុយលលួយហ្នឹងឯងព្រោះខ្ញុំត្រូវការអញ្ចឹងព្រោះតែស្អាតពេកទៅវាអត់ស្រួលឲ្យកើតរោគបងប្អូនរឿងនេះដូចរឿងកំ pl ែងដែរបងប្អូនណាពេលខ្លះខ្ញុំនិយាយនេះគឺវាជាការពិតតែជាដូចជារឿងកំ pl ែងរាងកាយរបស់យើងនេះណាយើងជាជនជាតិអាស៊ីនេះមកនៅអាមេរិកនេះយើងមានភ័ព្វវាសនាលើសជនជាតិអាមេរិកដែលកើតនៅអាមេរិកនេះទាំងអស់ដោយសារអីរាងកាយរបស់យើងនៅក្នុងខ្លួនយើងវាមានមេរោគច្រើនបងប្អូនមកសួរខ្ញុំអញវាទៅជាមានមេរោគច្រើនវាទៅជាសំណាងទៅវិញបងប្អូនដោយការទទួលទានរបៀបរបបអាហារនៅស្រុកខ្មែរយើងជាពិសេសនៅតំបន់អាស៊ីយើងមិនមែនតែខ្មែរទេតំបន់អាស៊ីច្រើនទៀតយើងស្មោកគ្រោកណាស់យើងអត់សូវមានអនាម័យយើងអីអាហារមានជាតិគីមីច្រើនរត់ក៏មិនបានយកចិត្តទុកដាក់ស្រួលបួលអញ្ចឹងក្នុងពោះរបស់យើងនឹងចូលសុទ្ធតែរោគដល់តែពេលមេរោគហ្នឹងវាច្រើនពេកទៅវាធ្វើឲ្យអាប្រតិកម្មនៅក្នុងខ្លួនយើងហ្នឹងអា antibody អង់ទីកអាការទៅប្រយុទ្ធមេរោគហ្នឹងវាបង្កើតឲ្យច្រើនមែនតើព្រោះវារោគច្រើនពេក
ដល់រោគច្រើនពេករាងកាយរបស់យើងនឹងផលិតរបស់ផលិតដើម្បីប្រយុទ្ធនឹងរោគដល់អញ្ចឹងរោគតាធ្ងន់មកវាយតាល្មមវាយដេករៀលអស់ហ្មងតតាធំខ្លាំងបានឈឺហើមកលៀនឬក៏ទៅពេទ្យអីលេបថ្នាំបាទល្មមអីគឺត្រឹមមកគាត់តែលេបស្អីទឹកផុកអីដានគោដានក្របីអាចគោអីហ្នឹងលេបទៅអត់សូវអីទេព្រោះដូចថាតាវាដូចថាធម្មតាតតាគីមីពុលខ្លាំងមកបានណារាងកាយយើងហ្នឹងវាទប់អត់បានទៅឈឺទៅស្កាត់អីទៅមហារីកអីក៏មានដល់តែពេលយើងមកដល់ស្រុកអាមេរិកនេះដោយសារតែប្រព័ន្ធសុខាភិបាលប្រព័ន្ធចំណីអាហារប្រព័ន្ធស្អីគេវាល្អពេកវា clean វាសម្អាតវាអត់មានមេរោគវាគេប្រយ័ត្នប្រយែងគ្រប់បែបយ៉ាងគេមិនអោយប្រើគីមីពុលគេមិនអោយដាក់បន្លែនេះត្រូវតែពិនិត្យត្រូវតែស្អីឲ្យគេអប់រំប្រជាពលរដ្ឋគេចាក់វ៉ាក់សាំងគេចាក់អីអាអង្គទីករបស់មនុស្សនៅក្នុងអាមេរិកនេះភាគច្រើនខ្សោយមែនតើយើងថាខ្សោយក៏បានប៉ុន្តែវាអត់ដែលមានមេរោគច្រើនដូចយើងមកពីខ្មែរអញ្ចឹងដល់អញ្ចឹងឲ្យតាស្អីតាបន្តិចចូលតាបន្តិចងួយបងប្អូនហើយគ្រាន់តែសម្ោចខំជួនកាលនោះអាលួយហើមជើងយកទៅពេទ្យសង្គ្រោះបន្ទាន់ក៏មានដែរខ្មែរយើងកុំថាសម្ោចខំបងប្អូនខ្ទួយតិចទៀតងាប់ផែតព្រោះដាក់តាខ្ទឹមសដើរភិលនៅណាស់បើហ៊ានតែខ្ទួយតិចមិនស្រួលហ្នឹងមិនត្រឹមតែសង្គ្រោះបន្ទាន់នេះស្លាប់ហ្មងខ្សោយអាគ្រាងកាយហ្នឹងវាអត់ស៊ាំនឹងប្រែតនៅរស់អវជ័យដូចយើងណាវាយើងវាមានភ័ព្វវាសនាអញ្ចឹងវិញហើយគេថាយើងថ្លើមយើងប្រមាត់យើងឬក៏ស្អីអង្គទីកយើងហ្នឹងពេទ្យកវីតក្បាលគាត់ថាដូចជាខ្លាំងជាងគេត្រង់ថាយើងហ្នឹងវាស៊ាំនឹងមេរោគដែលយើងមេរោគវាច្រើនពេកដល់អញ្ចឹងទៅវាទៅជាសំណាងមួយអាចគេហៅលៀបនៅក្នុងគ្រោះចឹងទៅវិញណាតែខ្ញុំអត់ចង់ឲ្យបានសំណាងចឹងទេបងប្អូនខ្ញុំចង់ឲ្យរាងកាយយើងនឹងវាស្អាតចឹងមកហើយយើងនាំគ្នាថែរក្សាខ្លួនទៅចំណីគេហៅស្រឡាញ់ខ្លួនឲ្យស្ងួនចំណីទៅអីចឹងទៅតែយើងចឹងខ្មែរយើងក៏ដូចចឹងដែរគឺសម្រាមឲ្យពេញអាចឆ្កែពេញហ្នឹងអត់បោសទេអ្នកណាមកបោសររឿងទៀតដោយសារយើងស្វំយូរទៅដល់បោះអាចឆ្កែនឹងអស់ទៅជួនកាលថ្ងៃខ្លះដែលយើងដូចទៅវាមានអារម្មណ៍ថាដូចជាបាត់អីរសជាតិក្លិនអីមួយយ៉ាងដូចជាអត់សំណុកក្នុងខ្លួនហ្នឹងចង់តតែអាញ៉ែថ្ងៃចឹងអានេះដែលជារឿងបញ្ហារបស់យើងតែម្ដងនេះខ្ញុំសូមសរសើរលោក Thomas Andrew ទៅស្រុកខ្មែរយើងទទួលស្វាគមន៍អត់មាត់អីមកទេមកដល់ម៉ោងនេះអត់ទាន់មាត់អីនឹងលោក Thomas Andrew តាមមួយម៉ាត់ក៏អត់ដែរអត់មានសេចក្តីថ្លែងការណ៍ពីមុនណាពីមុនទាំងលោកយ៉ាសហ្គៃទាំងលោកសូរិយាសុបឌីអ្នកស្រីរ៉ូណាស្មីតវិធិតមន្តភ័ណ្ឌគ្រាន់តែចេញសេចក្តីថ្លែងការណ៍អត់ទាន់បានតែ5នាទីទេស្រោចហ្មងគឺពេញប្រទេសហ្មងក្នុងស្រុកខ្មែរពីរដ្ឋាភិបាលពីអាមីអាថោងពីអីនោះគឺចាប់មកជេរបតិចផ្ដាសាឬក៏តបគ្រប់គ្នាថាលំអៀងថាអីចឹងប៉ុន្តែដល់ពេលលោក Thomas Andrew ស្រាប់តែរាយការណ៍20នាទីបកប្រែខ្ញុំបកប្រែ30នាទីសេចក្តីថ្លែងការណ៍គាត់ណារដ្ឋាភិបាលសរសើរលោក Thomas Andrew យកសេចក្តីថ្លែងការណ៍គាត់យកទៅផ្សាយពេញពិភពលោកផ្សាយតែមួយជ្រុងគត់គឺរឿងជនភៀសសឹកអាគាត់លើក15ចំណុចទៀតធីបចោលសិនព្រោះអីពងចង់វាយថៃចឹងសរសើរលោក Thomas នឹងកន្លែងហ្នឹងទៅសើញជុំហើយជុំទៀតជុំហើយជុំទៀតរឿងជនភៀសសឹករឿងរំលោភសិទ្ធិជនភៀសសឹករឿងរំលោភជនភៀសសឹករំលោភសិទ្ធិសេរីភាពជាមូលដ្ឋានច្បាប់ជាតិច្បាប់អន្តរជាតិជនភៀសសឹកព្រោះអីលោក Thomas Andrew គាត់និយាយពីរឿងវេទនារបស់ជនភៀសសឹកហ្នឹងវាត្រូវចិត្តខ្មែរយើងមែនតើវាត្រូវម៉ាច់ហ្មងណាហើយយើងសរសើរគាត់យើងលើកគាត់ដល់កំពូលហើយពេញចិត្តនឹងផ្សាយសេចក្តីថ្លែងការណ៍ណាប៉ុន្តែនេះជាកំបិតចិត្តដងរបស់រដ្ឋាភិបាលកម្ពុជាទេណានៅពេលដែលយើងសរសើរនឹងលើកតម្លៃសេចក្តីថ្លែងការណ៍របស់គឺយើងមើលតែមួយចំណុចហ្នឹងទេក៏ប៉ុន្តែអាចចំណុចដែលយើងសរសើរហ្នឹងណាយើងអរគុណលោក Andrew ហើយយើងផ្សាយជំនួសលោក Andrew ពេញពិភពលោកហ្នឹងដើម្បីឲ្យថៃបាក់មុខហ្នឹងថៃគេចាប់ផ្ដើមលោតមកភ្លាមទាំងនាយករដ្ឋមន្ត្រីថៃទាំងក្រសួងការបរទេសថៃទាំងរដ្ឋាភិបាលថៃទាំងបន្ទប់ស្ថានភាពថៃគឺស្រោចទាំងយោធាថៃមកទាំងអស់គឺមកទប់នឹងលោក Thomas Andrews ដោយកម្ពុជាធ្លាប់ទប់អ្នករាយការណ៍ពិសេសមុនអញ្ចឹងគឺចំណុចតែមួយគត់ដែលដោយកម្ពុជាធ្វើជាមួយអ្នករាយការណ៍ពិសេសពីមុនមកដែលឥឡូវយើងអត់ធ្វើគឺថៃចាត់ទុកលោក Thomas Andrews នេះថាលំអៀងផ្កាប់មុខស្ដាប់ព័ត៌មានតាមមួយខាងថៃនិយាយត្រូវខ្ញុំមិនកាន់ជើងថៃទេតែថៃនិយាយត្រូវ
ព្រោះលោក Andrew លោក Thomas Andrew រាយការណ៍តែពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក៏អត់បានរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសថៃទេព្រោះនៅប្រទេសថៃគេមានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅប្រទេសថៃដែរដូច្នេះគឺជាអាណត្តិរបស់លោក Thomas Andrew គាត់រាយការណ៍តែប្រទេសកម្ពុជាទេសំខាន់គឺម្ចាស់ផ្ទះទទួលស្គាល់គឺរដ្ឋាភិបាលកម្ពុជាទទួលស្គាល់តែដូចខ្ញុំនិយាយចឹងទទួលស្គាល់តែមួយចំណុចចាំខ្ញុំប្រាប់ថា14ចំណុចទៀតក៏អត់ទទួលស្គាល់នឹងមានអីគេណាអត់មិនមែនថាអត់ទទួលស្គាល់អត់តាន់ហ៊ាននិយាយអញ្ចឹងថៃទាត់ចោលតែរបាយការណ៍ហើយថៃហ្នឹងក៏អញ្ចឹងដែរគួរឲ្យអស់សំណើចណាស់ទាត់ចោលរបាយការណ៍របស់លោក Thomas Andrews តាក់ទងនឹងរឿងជនភៀសសឹកក៏ប៉ុន្តែទទួលស្គាល់របាយការណ៍លោក Thomas Andrew តាក់ទងនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាណែថៃគឺទៅ funny គួរឲ្យអស់សំណើចមែនតើយើងមើលរឿងនេះចឹងបានខ្ញុំថាបងប្អូនយើងជាប្រជាពលរដ្ឋយើងសប្បាយនឹងមើលអ្នកនយោបាយបោកប្រាស់យើងប៉ុន្តែយើងកុំល្ងងយើងចាំមើលចរិតគាត់ហើយខ្ញុំឲ្យបងប្អូនរៀនយល់អំពីចរិតពវៀនបទចតិះរបស់អ្នកនយោបាយថាគាត់បោកប្រាស់យើងប៉ុណ្ណាហើយគាត់ចេះកេងចំណេញនយោបាយតែជ្រុងណាហើយធ្វើឲ្យប្រជាពលរដ្ឋអត់បានដឹងជ្រុងណាអញ្ចឹងយើងជាប្រជាពលរដ្ឋត្រូវដឹងអាចជ្រុងដែលគាត់អត់ប្រាប់ថៃនាយករដ្ឋមន្ត្រីថៃលោកនទិនច័ន្ទវរៈគោលថ្ងៃនេះគាត់ថ្លែងសារជាសាធារណៈគាត់ប្រាប់ថាលោក Thomas Andrew មិនស្គាល់ប្រវត្តិសាស្ត្រថៃទេរាយការណ៍តែខាងទេអំពីជនភៀសសឹកអត់បានស្ដាប់ភាគីថៃលើកទឹកចិត្តឲ្យលោក Thomas Andrew ទៅស្ដាប់ភាគីថៃផងក៏ប៉ុន្តែលោកអនុទិនច័ន្ទវរៈគោលគាត់សំអាងថាអញ្ចេះគាត់ថាលោកថតរាយការណ៍ពីជនភៀសសឹកដែលគិតថាថៃឈ្លានពានហើយរំលោភសិទ្ធិរបស់ជនភៀសសឹកហ្នឹងគឺមិនត្រឹមត្រូវទេអាងដូចអ្នកដតីទៀតដែលខ្ញុំបានផ្សាយពីយប់ដីកន្លែងដែលថៃយកបានដែលខ្មែរទៅឈ្លានពានទន្ទ្រានរស់នៅដោយខុសច្បាប់យូរហើយថៃឲ្យដីនឹងនៅតែថៃដេញអត់ព្រមចាក់អត់ព្រមទៅវិញតែប៉ុណ្្នឹងឯងឥឡូវនេះគឺគេយកទៅវិញ50ឆ្នាំជាងអាហ្នឹងថៃនៅតែប្រកាន់ចំហដដែលក៏ប៉ុន្តែជាល្បិចថៃទេព្រោះធម្មតាបើយើងទៅនៅដីខ្មែរណាដែលទៅនៅដីថៃខុសច្បាប់បានបងប្អូនវាអត់មានអញ្ចឹងទេយើងទៅនៅដីគេបាននោះហើយគេមិនដេញចោះជំរុំទាំងអស់ដែលបិទអស់ហេតុអីអត់មានមនុស្សនៅម្នាក់ហេតុអីក៏គេបិទបានហេតុអីបានជានងច័ន្ទឬក៏ភូមិព្រៃច័ន្ទនឹងជោគជ័យហ្នឹងថៃបិទអត់បាននេះជាល្បិចដ៏ថោកទាបរបស់ថៃនៅក្នុងការចង់ទន្ទ្រានយកដីយើងហើយយកលេសអាហ្នឹងវាយយកទាំងអស់ចុះបើវាយយកតែភូមិព្រៃច័ន្ទឧទាហរណ៍ចុះហេតុអីវាយយកភ្នំទ្របហេតុអីវាយយកប្រាសាទតាមាន់ធំហេតុអីវាយយកប្រាសាទតាកបីប្រាសាទខ្នានិងទីតាំងច្រកអានសេះអូស្មាច់បឹងតគួនកន្លែងផ្សេងទៀត76 75 76ទីតាំងទៀតអានេះជាល្បិចថោករបស់ថៃប៉ុន្តែគាត់ស្មានតែប្រជាពលរដ្ឋខ្មែរល្ងងគាត់ស្មានតែអន្តរជាតិល្ងងប៉ុន្តែអន្តរជាតិសប្ងៃនេះគឺល្ងងមែនហើយដោយសារអីដោយសារកម្ពុជាអត់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីថ្កោលទោសថៃរឿងហ្នឹងតែប៉ុណ្្នឹងឯងយើងនៅចរចាជាមួយថៃដែលថោកទៀតតែយើងថោកខ្លួនឯងដែរតែយើងប្តឹងទៅតុលាការអន្តរជាតិទៅវាចប់ហើយថៃអត់មានមកថោកអីកើតទៀតទេថោកតែគាត់ទៅយើងកុំទៅថោកជាមួយថៃឥឡូវនិយាយពីរឿងសិរស័កភួងកេតកែវវិញរដ្ឋមន្ត្រីក្រសួងការបរទេសថៃថ្ងៃនេះគាត់បន្ថែមទៀតគាត់និយាយពីរឿងជនភៀសសឹកហ្នឹងទៀតគាត់និយាយថាថែមដោយអ្វីដែលលោកអនុទិនច័ន្ទវរៈគោលនិយាយចឹងថាដីកន្លែងដែលថៃគ្រប់គ្រងនេះអត់មានមកធ្វើបាបជនភៀសសឹកខ្មែរទេថាលោកThomas Andrews ហ្នឹងអត់ទៅសួរថៃផងថាថៃក៏មានជនភៀសសឹកជាង4សែនអ្នកដែរថៃ4សែនអ្នកដែរគេចលះហើយក៏គេវិលមកផ្ទះវិញបានអស់អត់មានបញ្ហាខ្មែរ6សែនអ្នកជាងថៃថាឃើញវិលទៅផ្ទះវិញអស់ជាង6សែននៅសល់តែ20000ជាងហើយដីដែលចូលអត់បានហ្នឹងគឺជាដីដែលបានអធិបតេយ្យថៃហើយថាកម្ពុជាព្រមព្រៀងឲ្យនរណានៅហ្នឹងទៀតណាគេថាលោក Thomas Andrew នឹងអត់ទៅមើលកិច្ចព្រមព្រៀងហ្នឹងទៅទៀតអត់វិភាគឲ្យមែនតែនហើយខឹងលោក Andrew ថាអត់ផ្សាយពីរឿងខ្មែរបាញ់កំជ្រួច M21 ទៅប៉ះមន្ទីរពេទ្យជនស៊ីវិលថៃស្លាប់រដោករណែលទៀតគាត់ថារាយការណ៍តែមួយជ្រុងអត់មើលឲ្យគ្រប់ជ្រុងអីចឹងទៅមួយយ៉ាងដែរប៉ុន្តែសួរថាណានាំអាចមុនណាអ្នកវាយមុនកែងខ្លួនឯងអ្នកមកទន្ទ្រានឈ្លានពានដីខ្មែរតែបើខ្មែរការពារខ្លួនអានឹងធ្វើមិនបើបាញ់ទៅវាត្រូវខ្លះទៅអីខ្លះទៅវាបាញ់គ្នាធម្មតាសាច់ទឹកដាក់គ្នាវាតែទឹកខ្លះគាត់ថានេះហើយថៃគេយកអានឹងជាលេសដើម្បី
សគ្រប់ការពារឥឡូវខ្ញុំទុកអានឹងម្ដុំសិននេះថៃប៉ុន្តែថៃចាំណាលោក Thomas Andrew ខ្ញុំចាំនៅក្នុងប្រសាសន៍របស់គាត់នៅក្នុងសិក្សាព័ត៌មានថ្ងៃទី31 ខែកក្កដាហ្នឹងគឺគាត់និយាយនឹងសហការជាមួយរដ្ឋាភិបាលខ្មែរផងថៃផងដើម្បីដោះស្រាយបញ្ហានេះបាទឥឡូវពីរឿងថៃវិញឥឡូវកំពុងតែជ្រួលច្បល់រឿងកម្ពុជាគ្រោងសរសេរលិខិតទៅកាន់អង្គការសហប្រជាជាតិសុំទទួលស្គាល់អនុសារណៈនៃការយោគយល់គ្នា MOU 2000និងផែនទីខ្នាត1លើ200,000រឿងនេះជារឿងចម្លែកមែនតើថ្ងៃនេះលោកអនុទិនច័ន្ទវរៈគុលថ្លែងប្រាប់អ្នកសារព័ត៌មានថាថៃកំពុងតែទប់ទល់ដោះស្រាយរឿងខ្មែរកំពុងតែចង់សរសេរលិខិតទៅកាន់អង្គការសហប្រជាជាតិឲ្យទទួលស្គាល់អនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ដែលនិយាយពីការវាស់វែងព្រំដែនសីមាដែនគោកដែលប្រើផែនទីខ្នាតលើ1-200,000ដែលថាខ្មែរគ្រោងនឹងដាក់ទៅថ្ងៃ7ខែសីហាឆ្នាំ2026នេះខ្ញុំរកព័ត៌មាននៅក្នុងស្រុកមិនឃើញទេបើបងប្អូនណាបានឃើញព័ត៌មានខ្មែរគ្រោងនឹងដាក់លិខិតទៅអង្គការសហចង់ឲ្យអង្គការសហប្រជាជាតិទទួលស្គាល់ MOU ឆ្នាំ2000ហ្នឹងនឹងផែនទីខ្នាតលើ1-200,000ហ្នឹងឲ្យខ្ញុំបានដឹងផងក្នុង inbox របស់ខ្ញុំព្រោះខ្ញុំរកអស់ហើយប្រភពក្រសួងព័ត៌មានក្រសួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាក្រសួងការពារជាតិ Facebook របស់លោកហ៊ុនម៉ាណែតឬលោកហ៊ុនសែននេះខ្ញុំរកមិនឃើញថាកម្ពុជាគ្រោងសរសេរលិខិតនេះទៅអង្គការសហប្រជាជាតិដើម្បីឲ្យទទួលស្គាល់ MOU ឆ្នាំ2000នោះសោះហើយអ្វីដែលចម្លែកហ្នឹងហេតុអីបានថៃជ្រួលច្របល់រឿងនេះតាមពិតថៃមានហេតុផលគ្រប់គ្រាន់នៅក្នុងការជ្រួលច្របល់ដែរដោយសាររឿងមួយគឺអាផែនទីខ្នាតលើ1-200,000នេះហើយនឹង MOU 2000នេះចងកាតព្វកិច្ចថៃឲ្យវាស់វែងព្រំដែនដោយប្រើខ្នាតផែនទី1លើ200,000ហ្នឹងបើផែនទី1លើ200,000ដីដែលថៃដណ្ដើមបានទាំងអស់ប្រមាណហ្នឹងណាអាចថៃមិនអាចគ្រប់គ្រងបានទេព្រោះអីវាក្នុងដែនអធិបតេយ្យរបស់ខ្មែរដូច្នេះបើសិនជាអង្គការសហប្រជាជាតិទទួលស្គាល់ហើយឲ្យប្រើអាយន្តការហ្នឹងគឺថៃអាចនឹងខ្ជាក់ក្នុងរឿងនេះគឺវាថៃអាចភ័យរឿងហ្នឹងហើយមួយយ៉ាងទៀតរឿង MOU នេះគឺមានចងកាតព្វកិច្ចជាប់ទៀតស្រ័យថៃចង់រលុប MOU ហ្នឹងតាំងពីខែមីនាម្លេះតែតបបានគ្រាន់តែចេញដំណឹងមកប៉ុន្តែកម្ពុជាទប់ភ្លាមថាមិនអាចលុបបានទេខ្ញុំចាំអារឿងសរសេរលិខិតទៅឲ្យអង្គការសហប្រជាជាតិទទួលស្គាល់MOU 2000ឬក៏ផែនទីខ្នាត1លើ200,000នេះវាហាក់បីដូចជាដំណឹងចេញតែពីខាងថៃទេបើតាមខ្ញុំយល់ណាបងប្អូនព្រោះខ្មែរយើងខ្ញុំឃើញកវីបណ្ឌិតឬសូម្បីតែរដ្ឋលេខាធិការកិច្ចការព្រំដែនហ្នឹងអ្នកនាំពាក្យហ្នឹងក៏ចេញសេចក្តីថ្លែងការណ៍ថ្ងៃ26ខែមីនាឆ្នាំ2026ហ្នឹងទាត់ចោលរឿងចំហថៃដែលចង់លុបចោលអា MOU 2000ណាដោយកម្ពុជានិយាយថាលុបអត់បានទេព្រោះអា MOU ឆ្នាំ2000ហ្នឹងអាកាលក្នុងសេចក្តីថ្លែងការណ៍គាត់ឆ្នាំនៅដើមខែមីនាឆ្នាំ2026ហ្នឹងក៏គាត់ថាគេយកទៅតម្កល់នៅអង្គការសហប្រជាជាតិទៅคล้ายទៅជាលិខិតតុបករសន្ធិសញ្ញាទៅហើយបើជាលិខិតតុបករសន្ធិសញ្ញាអង្គការសហប្រជាជាតិហើយគឺគេទទួលស្គាល់មិនអាចលុបដោយឯកតោភាគីបានទេវាទាល់តែភាគីកម្ពុជាព្រមអញ្ចឹងខុសពីអា MOU UNCLOS ព្រំដែនសមុទ្រនោះដែលថាអា2001នោះដែលថៃអាចលុបបានឯណានោះអាហ្នឹងរឿងនេះប៉ុន្តែអារឿងព្រំដែនគោកនេះកម្ពុជានៅតែប្រកាន់ជំហរថាយកតម្កល់នៅអង្គការសហប្រជាជាតិដូចទៅហើយដូច្នេះអត់អាចលុបបានទេម្នាក់ឯងតតែកម្ពុជាព្រមលុបអញ្ចឹងថៃទៅម្នាក់ឯងទៅមិនរួចចាស់ហេតុអីបានជាចេញដំណឹងថាកម្ពុជាគ្រោងសរសេរលិខិតទៅអង្គការសហប្រជាជាតិថ្ងៃ7ខែសីហាសូមឲ្យទទួលស្គាល់អីទៀតបើយើងថាតម្កល់រួចទៅហើយរឿងនេះគឺជារឿងដែលខ្ញុំនឹងតាមដានស្រាវជ្រាវទៀតបងប្អូនគាត់ថាបើសិនជាសរសេរលិខិតទៅអង្គការសហប្រជាជាតិក៏អត់ខកពេលដែរព្រោះអីឲ្យអង្គការសហប្រជាជាតិរំលឹកអង្គការសហប្រជាជាតិឲ្យជួយចងចាំអាការដែលផែនទីហ្នឹងគឺតម្កល់នៅហ្នឹងផងហើយថៃត្រូវជាប់កាតព្វកិច្ចដោះស្រាយរឿងផែនទីខ្នាត1លើ200,000អីចឹងទៅអាហ្នឹងបើសិនជាធ្វើក៏មិនខុសដែរប៉ុន្តែធ្វើទៅអីបើយើងមានទៅហើយប៉ុន្តែចំណុចសំខាន់ខ្ញុំចេះតែឆ្ងល់ចេះចុះទៅរវល់រឿងអង្គការសហជីវជាតិនឹងសរសេរលិខិតសរសេរអីទៀតឧបមាថាបើលិខិតនឹងត្រូវសរសេរដូចថៃថាអញ្ចឹងចុះហើយចុះកម្ពុជានឹងរវល់សរសេរលិខិតទៅអង្គការសហជីវជាតិបានប្រយោជន៍អីទៀតព្រោះអីតុលាការយុត្តិធម៌អន្តរជាតិ ICJ គេទទួលស្គាល់ផែនទីខ្នាត1លើ200,000ដោះស្រាយរឿងព្រះវិហារពីសារឲ្យថៃចាញ់ក្តីទៅហើយហ្នឹងហេតុអីក៏យើងមិនប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិទៅហេតុអីនៅរ៉ាំរ៉ៃឲ្យថៃនៅអូសកាឡានឹងទៀតខ្ញុំកំពុងតែឆ្ងល់យើងហើយអង្កាលបានយើងប្តឹងអង្កាល
តាន់ថៃកំពុងតែភ័យរឿងហ្នឹងប្តឹងទៅនេះអាពេលគេតុនជ្រាយចេះអត់ព្រមប្តឹងទេនៅអូសកាឡាចរចាទៅទៀតព្រោះយើងចាញ់គេគ្រប់ផ្លូវហើយដល់ពេលឥឡូវទៅរឹស2បិច2 3បិចមកលេងដូចលេងកតេអញ្ចឹងចាញ់គេហើយដល់ប្តឹងទៅអង្គការសហប្រជាជាតិធ្វើអីអត់បានប្រយោជន៍អីទេអង្គការសហប្រជាជាតិនេះព្រោះបើដោះស្រាយបានដោះស្រាយរឿងអ៊ីរ៉ង់ហើយនឹងរុស្ស៊ីហើយនឹងអាមេរិកឬក៏អ៊ុយក្រែននិងរុស្ស៊ីបានហើយអត់មានទេអ៊ីស្រាអែលប៉ាឡេស្ទីនឆេះហុយតកូលអត់បានប្រយោជន៍ទេគ្រាន់តែឲ្យដើម្បីរុនឲ្យតែស្អំចិត្តខ្មែរទេតាមពិតបើប្តឹងទៅអង្គការសហជីវជាតិកម្រិតអង្គការសហជីវគឺយន្តការតុលាការព្រំដែនអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិនេះទៅវិញតាមិននៅអូកាឡាដល់ណាទៀតបាទឥឡូវខ្ញុំស្លេះប៉ុណ្ណឹងសិនណាបងប្អូនគាត់នៅវល់ដូចគ្នាចូលដល់រឿងបរិស្ថានវិញលោកម៉ាចត្រាយំតូចចិត្តរឿងមិនអាចការពារព្រៃឈើបានខ្ញុំអាសូរលោកម៉ាចត្រាខ្លោចចិត្តណាបងប្អូនលោកម៉ាចត្រានេះគឺជាយុវជនដ៏ក្លាហានម្នាក់នៅស្រុកខ្មែរដែលតស៊ូការពារព្រៃឡង់ការពារព្រៃឈើស្រុកខ្មែរសម្បើមណាស់ហើយរតគុកទេព្រោះគេបងព្រោះអីអ្នកការពារព្រៃឈើលោកឈុតវុធីគឺជាប់គុកបើមិនជាប់គុកគឺរត់ចោលស្រុកអស់ហើយតាស្រស់អីវិញរត់ទៅអូស្ត្រាលីបាត់ហ่ะមួយទៀតលោកអ៊ូចលេងអីទៅទាំងគ្រួសារបាត់អស់ហើយចោលអស់ហើយទុកតែលោកម៉ាចត្រាហើយបើនៅអ្នកណានោះដែលជាខ្លាមរៈរបស់ម្នាក់បាតផ្សារណានោះដែលគេល្បីថាដើរក៏ក្រោកទៅមើលព្រៃឈើអីដែលជាយុវជនរបស់គណៈប្រជាជនកម្ពុជានោះគ្មានបានការស្អីទេទៅអែបអបឡែបឡប់ទៅសើទៅព្រៃឈើនឹងគោះតាស៊ីក្លូម៉ូតូដឹកឡានទូចមួយទៅអាគេកាប់ព្រៃឈើអស់គ្មានបានទៅធ្វើស្អីទេអញ្ចឹងទៅឲ្យតែអង្គើតែលោកម៉ាចត្រាក៏ធ្វើមែនតែនបថុយគ្រោះថ្នាក់បថុយជីវិតបថុយអីទៅកាក់ឡានដឹកឈើទាំងយប់នៅតំបន់ព្រៃឡង់ឈើ280ឲ្យឡានទម្លាក់មន្ត្រីបរិស្ថានមកកាល់ទេប្រាប់គេដំបងថាគេរវល់ដល់មកឃើញថតផ្សាយទៅឃើញឈើប្រហែល50ប្រទេសអាតម្លាក់200ជាងបាត់ប្រមាណប្រទេសអត់តាន់ទៅដល់តែពេលឥឡូវគេកោះហៅគាត់ឲ្យចូលទៅបំភ្លឺអត់ទៅកោះហៅអាពួកដឹកឈើហ្នឹងឯងតែក៏ហៅគ្នាអ្នករាយការណ៍ពីដឹកឈើហៅលោកម៉ាចត្រាក្រសួងអត់ហៅផ្ទាល់មាត់ទេទៅឲ្យមេធាវីសរសេរលិខិតហៅលោកម៉ាចត្រាដែលអូយខ្មែរយើងគឺថាធ្វើនោះគឺថាយើងនឹងត្រូវនីតិវិធីត្រូវច្បាប់អីមែនតើឥឡូវលោកម៉ាចត្រាចូលទៅបំភ្លឺក្រសួងបរិស្ថានចេញមកវិញយំហ៊ូគាត់ថាហេតុអីបានជាយើងជាប្រជាពលរដ្ឋខ្មែរយើងការគ្រាន់តែសិទ្ធិការពារព្រៃឈើយើងមិនមានឬក៏ការពារមិនបានហេតុអីយើងធ្វើមិនបានព្រៃឈើគាត់ថាទៅហ៊ាននៅជួរមុខគ្នាកាន់អាវុធដើម្បីការពារជាតិសុកចិត្តស្លាប់ពលីដើម្បីជាតិមាតុភូមិព្រៃឈើកាប់អស់រត់តែកន្លែងទៅហ៊ានជ្រកក៏អត់បានដែរហើយតទៅពេលយើងចេញការពារឬក៏យើងការពារគឺមានបញ្ហាតែណាស់ហើយបងប្អូនរឿងព្រៃឈើនេះគឺវាជារឿងសឡកពឹសអាមេរិកអីក៏ដាក់ទណ្ឌកម្មលោកទ្រីភាពអីហ្នឹងអស់ព្រៃអស់អីហ្នឹងគេដឹងរឿងគេសរសេររបាយការណ៍ Global Witness របាយការណ៍រហូតតតែជនជាតិអង់គ្លេសម្នាក់ដែលធ្វើការនៅក្នុងផ្នែកព្រៃឈើហ្នឹងដាក់ក្នុងបញ្ជីខ្មៅអត់ឲ្យចូលលោក Alejandro Gonzalez ដែលជាជនជាតិអេស្ប៉ាញដែលស្រឡាញ់ខ្មែរស្ទើរលេបដាក់ក្នុងបញ្ជីខ្មៅអត់ឲ្យចូលស្រុកខ្មែរដែលនិយាយរិះគន់ពីបញ្ហាបរិស្ថានព្រៃឈើគឺអត់ឲ្យចូលស្រុកខ្មែរអ្នកឯងបរទេសមិនបរទេសខ្មែររត់ចោលស្រុកអស់អ្នកតស៊ូព្រៃឈើនៅតែលោកម៉ាចត្រានឹងគ្នាគាត់ប្រមាណអ្នកនឹងទៀតទេព្រោះលោកអ៊ូចលេងនិងលោកហេងស្រស់រត់ចោលអស់ហើយហើយអញ្ចឹងទៅនៅសល់តែគាត់យំគាត់ថាទៅជួបគេដែរគេហៅទៅជួបគេល្អោកល្អឿនដែរគាត់និយាយគេថាគេល្អោកល្អឿនទេគេនិយាយហ្នឹងមិនមែនទៅសួរចម្លើយចម្រិតអីទេគាត់ឲ្យសួររកកិច្ចសហការគ្នាធ្វើកិច្ចការអីគេថារកផ្ដល់មេធាវីអីឲ្យជួយការពារក្តីឲ្យខាងក្រមបរិស្ថាននឹងទៀតនឹងខាងលោកចត្រាគាត់និយាយខាងក្រសួងបរិស្ថានមិនដឹងគេនិយាយអីទេចេញមកហ្នឹងគឺថាខាងគេនោះក៏ល្អច្រើនដែរតែចុងក្រោយយំហ៊ូតូចចិត្តពេកធ្វើទៅម្នាក់ឯងធ្វើអីក្រសួងបរិស្ថានគេប្រប៉ុណ្ណាណីគេមានប្រាក់ខែលោកម៉ាចត្រាធ្វើដោយស្ម័គ្រចិត្តទៅទាំងយប់ហើយអ្នកដែលតស៊ូបរិស្ថានដែលព្រៃឈើហ្នឹងពួកខាងឈ្មួញដេញបាញ់រត់ផាសកញ្ញាំរាល់តដងទេព្រោះយើងវាគ្មានកភ្លើងវាគ្មានសមត្ថកិច្ចវាគ្មានកតុំរុយអីដូចលោកហ៊ុនសែនថាបជាកតុំរុយឲ្យទៅការពារកាប់បំផ្លាញព្រៃឈើបើអ្នកណាថាវាមិនបានគាត់កាត់កកគាត់ចោលបើសិនជាលោកហ៊ុនសែនមានបន្ថែម100នាក់ឬ1000នាក់កកនោះជ្រុះអស់បាត់ហើយព្រោះព្រៃឈើយើងអស់ហើយតែវាអត់
ថាអញ្ចឹងទៅព្រៃឈើនៅតែរិចរិលអស់តែព្រៃឈើដដែលហ្នឹងតាំងពីនិយាយមកព្រៃក៏កាន់តែហោចអញ្ចឹងទៀតទៅហើយអ្នករាយការណ៍ក៏រាយការណ៍បាត់ព្រៃអីបាត់អីអញ្ចឹងក៏តែធម្មតាអ្នកនយោបាយគឺអញ្ចឹងទៅបងប្អូនគឺគាត់ប្រកែកបោកយើងឲ្យស្ដាប់អញ្ចឹងទៅជឿជាក់អីបោះឆ្នោតទៀតបោះឆ្នោត5ឆ្នាំទៀតទៅ5ឆ្នាំទៀតទៅយូរទៅឃើញដាំកស៊ូរៀងខៀវស្ងាត់អញ្ចឹងទៅក៏ថាហ្នឹងព្រៃឈើទៅកាប់ខ្ទេចបេងនាងនួនថ្លង់សក្រំផ្ចឹកអីអស់អាលីងសូម្បីតាព្រៃឈើនៅត្រឹមភ្នំតាម៉ៅក៏កាប់ដែរនៅកណ្ដាលក្រុងកណ្ដាលទីប្រជុំជនផងកាប់ឡើងម៉ត់ឥឡូវទៅមើលទៅនោះទៅតាមដានមើលនៅសល់ប្រហែលដើមទៀតហ្នឹងដាំឃើញស្មៅរិចហ្នឹងអ្នកណាតាមដានបើមន្ត្រីបរិស្ថានរត់ចែកជើងគ្នាអស់ដោយលោកម៉ាចត្រានៅសល់គេហៅទៅផឹកតែចត់អីចេះទៀតចប់ហើយអ្នកនៅប្រហែលទៀតហ្នឹងអស់ហើយបាទឥឡូវបន្តទៅទៀតបងប្អូនពលរដ្ឋភ្ញាក់ផ្អើលដែលព្រះមហាក្សត្រខ្មែរប្រញាប់ចេញលិខិតជូនពរខួបកំណើតលោកហ៊ុនសែនតែមិនទាន់ឃើញអន្តរាគមន៍ករណីលោករងឈុននិងអ្នកទោសមនសិការកោតសរសើរព្រះមហាក្សត្រខ្មែរដែលប្រញាល់ចេញលិខិតដើម្បីជូនពរលោកហ៊ុនសែនព្រោះអីលោកហ៊ុនសែនក៏ថ្វាយពពរព្រះមហាក្សត្រកាលពីលោកសម្រាប់ព្យាបាលព្រិជរោគនៅឯទីក្រុងប៉េកាំងតាក់ទងនឹងកពេញប្រូស្តាតអីដែររដ្ឋាភិបាលមន្ត្រីគេហ្នឹងគឺគេតាមដានណាហើយពេលដែលព្រះមហាក្សត្រលោកមិននៅហ្នឹងក៏លោកហ៊ុនសែនមិនអោយទំនេរយកតួនាទីជាណែប្រមុខរដ្ឋស្ដីទីហ្នឹងគឺចេញលិខិតលើកលែងទោសមនុស្សអីណាតាក់ទងនឹងករណីអីមួយចំនួនទៀតអីក៏ចោះទៅជួបមនុស្សអីពេញទឹកពេញដីអីចឹងដែរតែអ្វីដែលប្រជាពលរដ្ឋឆ្ងល់ហ្នឹងថាព្រះមហាក្សត្រដូចថា birthday ឬក៏ខួបកំណើតលោកហ៊ុនសែនដូចថ្ងៃ5ខែសីហាឯណាណោះនៅពី3ថ្ងៃទៀតអញ្ចឹងក៏ដល់ហើយទេមើលមកខ្ញុំហ្នឹងច្រឡំបល់ថ្ងៃថ្ងៃនេះថ្ងៃ3នៅ2ថ្ងៃទៀតអញ្ចឹងព្រះមហាក្សត្រលោកខួបកំណើតហ្នឹងមុនថ្ងៃទៀតប្រជាពលរដ្ឋចិត្តតែឆ្ងល់ថាព្រះមហាក្សត្រលោកលិខិតអន្តរាគមន៍របស់លោករងឈុននោះដែលគេយកទៅដាក់នៅខុទ្ទកាល័យព្រះមហាក្សត្រដែលសុំសិទ្ធិនយោបាយមកវិញឲ្យព្រះមហាក្សត្រអន្តរាគមន៍ថ្ងៃ17នោះមិនទៅហើយចុះការសកម្មជនបរិស្ថាន130នាក់នោះក៏គ្នាអំពាវនាវសូមឲ្យមានបរិយាអន្តរាគមន៍អីដែរចុះរឿងលោកកឹមសុខាដែលបាត់សិទ្ធិសេរីភាពនយោបាយអីដែរដែលសូម្បីអ្នករាយការណ៍ពិសេសទំរាយការណ៍ថ្ងៃ31នេះនិយាយពីរឿងសិទ្ធិតែធ្វើបាបធ្វើទុកបុកម្នេញអ្នកទោសមនសិការអបខំឲ្យសុំទោសផងហើយរឿងលោករងឈុនរូបកម្មសិក្ខាអីបាត់សិទ្ធិនយោបាយដែលជាការរំលោភបំពានអីហ្នឹងលោក Thomas Andrew គាត់រាយការណ៍ប៉ុន្តែព្រះមហាក្សត្រឃើញលិខិតនេះប្រហែលជាទ្រង់អាចរវល់មមាញឹកអីច្រើនដើម្បីធ្វើកិច្ចការរឿងនយោបាយអាចពិបាកដែរអញ្ចឹងទៅគាត់បើស្នានេះគាត់ជាចម្ងល់របស់បងប្អូនទេបងប្អូនហាក់ព្រះមហាក្សត្រខ្មែរដែលលោកមិនមានសមត្ថកិច្ចអីឬក៏លោកក្រងរាជមកប៉ុន្តែមិនមានសិទ្ធិអំណាចអីទេព្រះមហាក្សត្រលោកបកូនណាចាស់លោកធ្លាប់មានដូចថាធ្លាប់ថ្លែងដែរបកូនណាប្របាននរោត្តមសីហនុលោកថាពេលដែលលោកសោយទីវង្គតទៅបរិជាក្រោយសុទ្ធតែជាបរិជាអាយ៉ងទេដែលនេះគឺខ្ញុំចាំដែលយូរហើយលោកមានតែថាថ្លែងសារដូច្នេះចម្លែកដែរតែហេតុអីបានជាព្រះមហាក្សត្រក្រោយទៅជាអាយ៉ងទៅវិញឬមួយក៏ព្រះអង្គឆ្វេងយល់រួចទៅហើយថាមិនមានអធិបុលអីនឹងអាចធ្វើអីគេបានដោយសារតែរាជបល្ល័ង្កចុះខ្សោយអីអញ្ចឹងឬក៏អាចយោងដោយសារតែលោកហ៊ុនសែនធ្លាប់ពុំមានចង់រំលាយស្ថាប័នព្រះបល្ល័ង្កនឹងចោលដោយសារមិនព្រមចុះហត្ថលេខានៅក្នុងសន្ធិសញ្ញាបំពេញបន្ថែមតាក់ទងនឹងរឿងព្រំដែនខ្មែរនិងវៀតណាមនោះយ៉ាងម៉េចបាទខ្ញុំឆ្លើយរឿងនេះសិនបងប្អូន